បែងចែករស់ភពទីតីនៃការធ្វើប្រហែសបងជាសោនីដ៏កម្មតែជីវិតមនុស្សជាទីស្រឡាញ់ឲ្យចាក់ចេញគ្មានថ្ងៃត្រឡប់ប្រពន្ធបាត់បង់ប្តីកូនតូចបាត់បង់ប៉ាគ្រួសារបាក់បែកសល់ត្រឹមភាពបំណាយនិងភាពឈឺចាប់ឥតអបមៀលុយសំណងរបស់អ្នកតើមានតម្លៃប៉ុណ្ណាទើបគ្មានក្តីមេត្តាប្រហាបដៃគេពួកគេមិនអាចទិញជីវិតដែលបាត់បង់ទៅសល់តែភាពសោកសៅនិងការចងចាំដែលមិនអាចភ្លេចបានក្រដាសប្រាក់ដ៏សន្ធឹកសន្ធាប់ក៏មិនអាចមកផ្គប់ជួបទឹកភ្នែករបស់ភរិយានិងកូនដែលត្រូវប្រហារដោយដៃអ្នកសំឡេងទ្រហោយំសឹកសួលរងំដងហើយហៅបាយប្តីអើយគ្មានឡើយសំឡេងឆ្លើយតបហេតុផលរកចំពោះក្តែអ្នកព្យាយាមលើកឡើងមិនអាចបិទបាំងកំហុសដែលអ្នកបងអូសផ្ដាច់ជីវិតគេទេការបាត់បង់នេះគឺជារឿងឈឺចាប់មិនងាករេសែនស្ដាយម៉េះទេអោលោកផ្ទៃអើយកាលអ្នកមានជីវិតប៉ុន្មានទើបស្រកបំផានប្រហារព្រៃខ្ញុំជីវិតមនុស្សមិនមែនជាទំនិញដែលអាចដូរទិញយកប្រាក់ដូរបានអ្នកចង់សងវ័យទើបអាចជួបបានគ្មានទេកលយានជីវិតផ្ទៃខ្ញុំដូច្នេះសូមចូលរួមគោរពច្បាប់ចរិយាត្រង់ទាំងអស់គ្នាកុំបន្តឲ្យការធ្វេកប្រហែសបង្ការឈឺចាប់បនអ្នកដទៃទៀតឡើយគ្រាន់តែមួយផ្លែត្រូវបែងចែករស់ភពទីតីនៃការធ្វើប្រហែសបងជាសោមនីដ៏កម្មតែជីវិតមនុស្សជាទីស្រឡាញ់ឲ្យចាក់ចេញគ្មានថ្ងៃត្រឡប់ប្រពន្ធបាត់បង់ផ្ទៃកូនតូចបាត់បង់ប៉ាគ្រួសារបាក់បែកសល់ត្រឹមភាពបំណាយនិងភាពឈឺចាប់ឥតអបមៀលុយសំណងរបស់អ្នកតើមានតម្លៃប៉ុណ្ណាទើបគ្មានក្តីមេត្តាប្រហាបដៃគេពួកគេមិនអាចទិញជីវិតដែលបាត់បង់ទៅសល់តែភាពសោកសៅនិងការចងចាំដែលមិនអាចភ្លេចបានក្រដាសប្រាក់ដ៏សន្ធឹកសន្ធាប់ក៏មិនអាចមកគប់ជួបទឹកភ្នែករបស់ភរិយានិងកូនដែលត្រូវប្រហារដោយដៃអ្នកសំឡេងទ្រហោយំសឹកសួលរងំដងហើយហៅបាយដៃអើយគ្មានឡើយសំឡេងឆ្លើយតបហេតុផលរកចំពោះតែអ្នកព្យាយាមលើកឡើងមិនអាចបិទបាំងកំហុសដែលអ្នកបងអបតាច់ជីវិតគេទេការបាត់បង់នេះគឺជារឿងជាចាប់មិនងាករេសែនស្ដាយម៉េះទេអូលោកផ្ទៃអើយតែអ្នកមានជីវិតប៉ុន្មានទើបស្រស់បំផានប្រហារបីខ្ញុំជីវិតមនុស្សមិនមែនជាទំនិញតែអាចដូរទិញយកប្រាក់ដូរបានអ្នកចង់សងវ័យទើបអាចជួបបានគ្មានទេកលយានជីវិតផ្ទៃខ្ញុំដូច្នេះសូមចូលរួមគោរពច្បាប់ចរិយាត្រង់ទាំងអស់គ្នាកុំបន្តឲ្យការធ្វេកប្រហែសបង្ការឈឺចាប់ដល់អ្នកដទៃទៀតឡើយគ្រាន់តែមួយផ្លេត្រូវបែងចែក
កើត First Prohes បងជាសនាងដកកំតែជីវិតមិនជាទីស្រឡាញ់ឲ្យចាចេញគ្មានថ្ងៃត្រឡប់ប្រពន្ធបាត់បងត្រេកកូនតូចបាត់បងប៉ាគ្រួសារបាក់